ជំរាបសួរបងប្អូនអរគ្នាបាទជាថ្ងៃនេះគឺយើងត្រឡប់មកកាន់ថ្នាក់រៀននៅភាសាអង់គ្លេស level 4ជាមួយគ្នាហើយថ្ងៃនេះ teacher មាននៅមេរៀនមួយបាទដែលយើងនឹងរៀនអំពីlesson A music trivia បាទអញ្ចឹងនេះគឺជាចំណងជើងរបស់យើងបាទ music trivia ហើយនៅក្នុងនេះដែរចំណុចសំខាន់ដែលយើងនឹងរៀនជាមួយគ្នាគឺអំពី language in context musical first បាទគឺនេះគឺជាចំណុច snow របស់យើងថ្ងៃនេះគឺយើងរៀនអំពីបាទតន្ត្រីដែលចេញដំបងមានន័យថាដើមកំណើតដំបងតន្ត្រីបាទអញ្ចឹង teacher ក៏មាននៅពាក្យកន្លឹះដែរនៅក្នុងនេះហើយ teacher នឹងអានឲ្យទាំងអស់គ្នាស្ដាប់ម្ដងពាក្យហើយបកប្រែជូនទាំងអស់គ្នាដែរតោះអញ្ចឹងកុំឲ្យខាតពេលវេលាយូរបាទយើងនឹងអានជាមួយពាក្យទី1ជាមួយគ្នា milestone rap band lick release reach album chart អូខេអញ្ចឹង teacher បកប្រែឲ្យបាទអានម្ដងទៀតហើយបកប្រែ milestone អញ្ចឹង milestone គឺយើងបកប្រែថាចំណុចសំខាន់បាទចំណុចសំខាន់លើផ្នែកតន្ត្រីបាទឬក៏ចំណុចសំខាន់នៃអ្វីមួយដែលយើងចង់លើកឡើងមកនិយាយអញ្ចឹង milestone rap ហ្នឹងគឺបកថា rap ដែលជាសិល្បៈមួយដែលគេប្រើក្នុងចម្រៀងបាទការ rap ការច្រើន DJ ច្រើនគឺគេ rap band គឺក្រុមតន្ត្រីបាទវងភ្លេងដូចជាមានដូចជាហ្គីតាមាន keyboard piano ហ្នឹងហើយមាន score មានខ្លុយមានអីផ្សេងអាហ្នឹងគេហៅថា band ហ្នឹងបាទក្រុមតន្ត្រីលេខភ្លីបាទលេខភ្លីrelease ដោះលែងឬមួយក៏ចេញផ្សាយបាទពេលខ្លះយើងបកថាដោះលែងឬក៏ពេលខ្លះគឺយើងបកថាចេញផ្សាយ reach ឈានដល់ album បកថា album អញ្ចឹង album នេះសំដៅទៅលើបណ្ដុំបទចម្រៀងដែលគេចេញមក album វាមានច្រើនចម្រៀងឡើងទៅដូចតារាចម្រៀង3របស់យើងដូចលោកតាសិនសិមុតចោះអញ្ចឹង album គាត់គឺមានរាប់រយចម្រៀងបាទអញ្ចឹងបណ្ដុំហ្នឹងហើយគេហៅថា album chart គឺបកថាតារាងបាទអញ្ចឹងបន្ទាប់ពីយើងបានស្វែងយល់នៅក្នុងពាក្យកន្លឹះក្នុងមេរៀនរបស់យើងហើយ teacher នឹងនាំយើងមកសិក្សាអំពីបាទតន្ត្រីដែលចេញដំបងគេបាទអញ្ចឹង teacher នឹងចាក់ជាសំឡេងឲ្យពួកយើងបានស្ដាប់ផងដែរ Page 104, Exercise 2, Language in Context, Musical Firsts, Milestones in Music History. The first rap recording was made by the Sugar Hill Gang. In 1979, the band's song, Rapper's Delight, became the first rap song to make the US pop charts. The song Crazy by Gnarls Barkley was leaked in 2005, months before its release. When it was finally released in March 2006, it became the first song to reach #1 from downloaded sales. The band Radiohead was the first to sell their album online for whatever people wanted to pay. Over 1 million albums were downloaded before the CD was released in December 2007. The well-known band Aerosmith was the first to have a video game created around their music. People can play the guitar and sing along to 41 of their songs. The game was released in June 2008. បាទអញ្ចឹងនេះគឺជាអត្ថបទពីបាទចំណុចសំខាន់ក្នុងប្រវត្តិសាស្ត្រតន្ត្រីបាទអញ្ចឹង teacher នឹងបកប្រែជូនទាំងអស់គ្នាដើម្បីឲ្យពួកយើងកាន់តែយល់ជាមួយនឹងអត្ថន័យក្នុងខ្លឹមសារមេរៀនរបស់យើង Milestone in Music History ចំណុចសំខាន់នៅក្នុងប្រវត្តិសាស្ត្រតន្ត្រី The first rap recording was made by the Sugar Hill Gang បទចម្រៀង rap ដំបូងបំផុតហ្នឹងត្រូវបានថតចម្លងដោយបាទ
ដោយក្រុម Sugar Hill Gang in 1979 the band song Rapper's Delight became the first rap song to make the US pop chart នៅក្នុងឆ្នាំ1979ហ្នឹងបាទអូបើខ្មែរយើងសម័យបាទបែកប៉ុលពតហើយអញ្ចឹងនៅក្នុងឆ្នាំនេះបាទ1979ហ្នឹងគឺមានក្រុមវងតន្ត្រី ដែលមានឈ្មោះថា Rapper Delight ហ្នឹងគឺបានคล้ายទៅជាបាទអ្នកដែលបានបង្កើតនៅបទចម្រៀង rap ដំបូងបំផុតដែលស្ថិតនៅក្នុងបាទតារាងបទចម្រៀង pop នៃសហរដ្ឋអាមេរិកបាទអញ្ចឹងនេះគឺខាងលើនេះគឺប្រវត្តិសាស្ត្របទចម្រៀង rap តោះឥឡូវយើងចូលមួយទៀត The song Crazy by Chinaris Barkley was leaked in 2005 months before its release បទចម្រៀង Crazy បាទដែលយើងបកខ្មែរថាឈួតប៉ុន្តែអានេះយើងអានថាបទចម្រៀង Crazy ទៅបាទដែលបានច្រៀងដោយបាទ China Barkley នឹងបាទ Chinaris Barkley នឹងគឺបាទត្រូវបានលេចឃ្លីបាទលេចឃ្លីហ្នឹងមានន័យថាទម្លាក់ដូចលេចចេញនៅក្នុងឆ្នាំបែកឃ្លីហ្នឹងបាទនៅក្នុងឆ្នាំ1000សំទោស2005 ពី3ខែមុនពេលដែលវាបាទចេញមានន័យថាចេញផ្សាយតែម្ដងបាទមានន័យថាវាចេញខ្លះណាបាទលេខឃ្លីខ្លះមុនពេលដែលមានពី3ខែមុនពេលដែលវាចាប់ដើមចេញផ្សាយជា final អាហ្នឹងណា when it was finally released in March 2006 it became the first song to reach number 1 from downloaded sales នៅពេលដែលវាត្រូវបានចេញបាទចេញផ្សាយជាចុងក្រោយបំផុតបាទ finally ហ្នឹងចេញជាចុងក្រោយបំផុតនៅក្នុងខែមីនាឆ្នាំ2006ហើយវាក៏បានคล้ายទៅជាបទចម្រៀងដំបូងបំផុតដែលឈានដល់ចំណាត់ថ្នាក់លេខ1នៃការដាក់លក់នៅលើប្រព័ន្ធ download អ៊ីនធឺណិតនឹងឯងបាទអញ្ចឹងនេះគឺបទ Crazy បាទឥឡូវយើងចូលដល់មួយផ្នែកទៀត The band's Radiohead was the first to sell their album online for whatever people wanted to pay ក្រុមភ្លេងបាទក្រុមវងភ្លេងហ្នឹង Radiohead ហ្នឹងគឺជាបាទគឺជាក្រុមដំបូងដែលបានលក់អាល់ប៊ុមរបស់គេលើ online បាទដែលផ្ដល់ឲ្យមនុស្សនៅអ្វីដែលគេចង់ទិញបាទមានន័យថាអ្វីដែលគេចង់ទិញគឺគេចំណាយប៉ុណ្ណឹងទៅបាទ over a million albums were downloaded before the CD was released in December 2007 មានអាល់ប៊ុមរាប់លានបាទរាប់លានអាល់ប៊ុមហ្នឹងត្រូវបានគេ download មុនពេលដែល CD ចេញជា CD នៅក្នុងឆ្នាំ2007ខែធ្នូហ្នឹងបាទចុងក្រោយ The well-known bands Aerosmith was the first to have a video game created around their music ក្រុមភ្លេងដល់ល្បីឈ្មោះមួយបាទអាណូហ្នឹងដែលល្បីឈ្មោះមួយគឺ Aerosmith ហ្នឹងគឺជាក្រុមភ្លេងដែលដាក់បញ្ចូលហ្គេមវីដេអូបាទដំបូងបំផុតនៅក្នុងតន្ត្រីរបស់គេបាទ game video មនុស្ស people can play the guitar and sing along to 41 of their songs មនុស្សអាចលេងហ្គីតាបណ្ដើអាចច្រៀងបណ្ដើបាទលេងហ្គីតាដោយខ្លួនឯងហើយច្រៀងបណ្ដើហ្នឹងជាមួយនឹងបទចម្រៀងរបស់ពួកគេទាំង41បទហ្នឹង The game was released in June 2008 ហើយហ្គេមមួយនឹងផងដែរបានចេញផ្សាយនៅក្នុងបាទខែ6បាទខែមិថុនាឆ្នាំ2008បាទអញ្ចឹងទាំង4នេះគឺជាប្រវត្តិសាស្ត្រនៃបាទតន្ត្រីបាទកាលពីសម័យមុនឥឡូវក៏តន្ត្រីក៏មានការអភិវឌ្ឍច្រើនផងដែរបាទអញ្ចឹងអរគុណច្រើនសម្រាប់មេរៀនដែលទាំងអស់គ្នាចំណាយពេលក្នុងការតាមដានជួបគ្នានៅវីដេអូក្រោយ Teacher នឹងមាននៅមេរៀនផ្សេងៗដើម្បីចែករំលែក
ចែករំលែកជូនបងប្អូនជាបន្តទៀតអរគុណច្រើនសូមព្រះប្រទានពរ